រៀបលឹងប្រចាញ់សំរងអូនហើយអូនល្អលើគេទាំងអងបងចង់ស្គាល់ឈ្មោះតើពីរស់យ៉ាងណារៀងរាវស្ទាតដោយគេណរៃឆាមឆាពិសីគុនគប់នេត្រាដំណើរលវលវន់គុនមានលក្ខណៈរៀនស្នន់ចិន្តាព្រឹកកាលអាយកំពុងចាំកំពុងចិត្តអើយត្រៀមសូមគៀងកាយតើកុំប្រកាយបើអូនប្រកាន់ទ្រូងបងនឹងបែកតើកុំប្រកាយទទួលបងសូមផ្ញើប្រាណនឹងស្ងួនពិសេសបងសូមថ្នមបីស្រស់ស្រីពីលពេលព្រលឹមអូនគេងស្ដាប់ភ្លេងកាយផ្លូវបងពេលលួងសូនសងខាកំពុងចិត្តអើយត្រៀមសូមជាងកាយតែគុំប្រកាយបើអូនប្រកាន់ទ្រូងបងនឹងបែកតែគុំប្រកាយទទួលបងសូមផ្ញើប្រាណនឹងស្ងួនពិសេសបងសូមថ្នមបីស្រស់ស្រីពីលពេលព្រលឹមអូនគេងស្ដាប់លេងកាយផ្លូវបងពេលលួងសូនសងខាសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្តទស្សនិកជនទាំងអស់ជាទីគោរពថ្ងៃនេះដំណើរទស្សនាចរនៅជុំវិញប្រទេសកម្ពុជារបស់ផលិតកម្មមាតុភូមិសូមនាំអារម្មណ៍លោកអ្នកទស្សនិកជនទាំងអស់ទៅទស្សនានៅទិដ្ឋភាពពិតៗនៅលើទឹកដីខេត្តកំពង់ចាមខេត្តកំពង់ចាមគឺជាខេត្តមួយស្ថិតនៅជាប់នឹងដងទន្លេមេគង្គដែលព័ទ្ធជុំវិញទៅដោយខេត្តកណ្ដាលព្រៃវែងមណ្ឌលគិរីក្រចេះនិងខេត្តកំពង់ធំហើយមានចម្ងាយផ្លូវ124គីឡូម៉ែត្រពីរាជធានីភ្នំពេញដែលត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ6និងលេខ7ឬក៏អាចធ្វើដំណើរតាមផ្លូវផ្សេងទៀតដែលស្ថិតនៅជាប់ព្រំប្រទល់ខេត្តតែម្ដងខេត្តកំពង់ចាមគឺមានផ្ទៃដីចំនួន9779គីឡូម៉ែត្រការ៉េហើយមាន1758ភូមិមាន173ឃុំនិងមាន16ស្រុកគឺ1ស្រុកពញាក្រែកមាន8ឃុំនិងមាន150ភូមិ2ស្រុកព្រៃឈរមាន15ឃុំនិងមាន176ភូមិ3ស្រុកស្រីសន្ធរមាន14ឃុំនិងមាន86ភូមិ4ស្រុកបាធាយមាន12ឃុំនិងមាន80ភូមិ5ស្រុកជើងព្រៃមាន10ឃុំនិងមាន74ភូមិ6ស្រុកកងមាសមាន11ឃុំនិងមាន93ភូមិ7ស្រុកកំពង់សៀមមាន15ឃុំនិងមាន111ភូមិ8ស្រុកអូរាំងឪមាន7ឃុំនិងមាន141ភូមិ9ស្រុកកំពង់ចាមមាន4ឃុំនិងមាន31ភូមិ10ស្រុកក្រូចឆ្មាមាន12ឃុំនិងមាន76ភូមិ11ស្រុកស្ទឹងត្រង់មាន12ឃុំនិងមាន96ភូមិ12ស្រុកដំបែមាន7ឃុំនិងមាន63ភូមិ13ស្រុកចំការលើ
មាន8ឃុំនិងមាន83ភូមិ14ស្រុកមេមត់មាន14ឃុំនិងមាន175ភូមិ15ស្រុកត្បូងឃ្មុំមាន16ឃុំនិងមាន238ភូមិ16ស្រុកកោះសតិនមាន8ឃុំនិងមាន85ភូមិរីឯសីតុណ្ហភាពនៅខេត្តកំពង់ចាមវិញគឺមានកម្រិតអតិបរមា31អង្សានិងអបបរមា21អង្សាហើយមានប្រជាពលរដ្ឋសរុបទាំងអស់ចំនួន 1,608,914 នាក់បើគិតជាគ្រួសារគឺមានចំនួន 3,12,841 គ្រួសារបើសិនជាលោកអ្នកចង់ទៅខេត្តកំពង់ចាមគឺអាចជិះរថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទដែលមានតម្លៃម្នាក់ពី 6,000 រៀលទៅ 30,000 រៀលឬពី $1 កន្លះទៅ $7 កន្លះចំពោះរមណីយដ្ឋានទេសចរនៅក្នុងខេត្តកំពង់ចាមនេះវិញគឺមានតំបន់ទេសចរជាច្រើនទេសចរធម្មជាតិតំបន់ទេសចរវប្បធម៌ប្រវត្តិសាស្ត្រតំបន់ទេសចរសិប្បនិម្មិតតំបន់ទេសចរប្រពៃណីសិប្បកម្មតម្បាញខ្មែរនិងតំបន់ទេសចរដំណាំចម្ការនានាដែលកំពុងតែរងចាំបម្រើភ្ញៀវទេសចរគ្រប់ពេលវេលាជាពិសេសគឺមានតំបន់ទេសចរភ្នំប្រុសភ្នំស្រីប្រាសាទវត្តនគរប្រាសាទហាន់ជ័យប្រាសាទព្រៃនគរក្នុងប្រាសាទព្រៃនគរក្រៅភ្នំបែកពីងទំនប់ជ្រោយចេកទឹកឆាប្រាសាទទឹកឆាឆ្នេរខ្សាច់កោះប៉ែនប្រពៃណីសិប្បកម្មតម្បាញព្រះចង្ក្រានព្រះកុសមៈចំការកៅស៊ូជប់អណ្ដូងក្រែកបង្កេតមេមត់និងប្រាសាទស្រះបឹងព្រមទាំង